ហ៊ុនសែននៅពេលដែលសាច់ញាតិខ្លួនឯងស្លាប់ឬក៏បាត់បង់ជីវិតចេះឈឺចាប់ចេះឡំប៉ាចេះស្រក់ទឹកភ្នែកចុះចំណែកគេដែលបងប្អូនគេសាច់ញាតិគេស្លាប់គេមិនចេះឈឺចាប់ទេឬជាពិសេសសកម្មជនគណៈបពប្រឆាំងអ្នកនយោបាយខ្មែរអ្នកទោសមនសិការដែលប្រពន្ធគាត់ស្លាប់សំបីតែដង្ហើមចុងក្រោយក៏មិនបាននឹងតន់ផងក្រុមគ្រួសារកូនចៅឪពុកជាប់គុកម្ដាយស្លាប់ក្មេងៗខ្លាយជាកូនកំព្រីតើគេអត់ចេះឈឺចាប់ទេឬលោកហ៊ុនសែនហើយខ្ញុំតែងតែនិយាយប្រាប់ដាស់តឿនថាកើតចាស់ឈឺស្លាប់ជារឿងធម្មតារបស់សង្ខារធរទាំងឡាយមិនទៀងមែនពិតមានការកើតត្រូវតែមានការស្លាប់វាជាច្បាប់ធម្មជាតិដែលមិនអាចជៀសផុតថ្ងៃនេះប្អូនថ្លៃរបស់ហ៊ុនសែនឯងថ្ងៃមុនបងបង្កើតរបស់ហ៊ុនសែនឯងថ្ងៃក្រោយប្រកាសជាលោកហ៊ុនសែនឯងខ្ញុំមិនដាក់ទំនាទេតែជាច្បាប់ធម្មជាតិកើតមកទៀងតែនឹងស្លាប់តាំងគេតាំងខ្ញុំជិះមិនផុតទេអញ្ចឹងពេលរស់នៅនេះខំធ្វើសេចក្តីល្អឲ្យបានច្រើនកុំធ្វើបាបអ្នកដទៃកុំបៀតបៀន